Trong tาราง 3D តាម Pinterest បានលឿនអត់សាកតាមវិធីនេះដឹងតែ100%លឿនហ្មងបាទអញ្ចឹងយើងចូលមក website AI របស់ក្រុមហ៊ុន PUBG Mobile ជាមួយ Tencent នេះអញ្ចឹងខ្ញុំមាន highlight នៅលើនេះឲ្យយើងវាយតាមហ្នឹងមកតោះមកយើងចុចចូល login ហើយយើងចុចចូល mail មកហើយយើងមាន mail យើងគ្រាន់តែ control paste វាទៅ paste វាហើយយើង get verify code នេះនឹងវាអាចចេញជាអក្សរចិនបើយើងអត់មាន translate ទេតោះមកយើងយក agree នេះមកបោះ Q បើសិនជាអក្សរចិនយើងចុចបោះ Q ហ្នឹងមកតោះមកវានឹង send លេខកូដទៅកាន់ email របស់យើងហើយយើង copy លេខកូដរបស់ពី email ហ្នឹងមកអញ្ចឹងនេះលេខកូដដែលខ្ញុំទទួលបាន copy វាទៅដាក់ហើយយើងចុច login ទៅអញ្ចឹងគឺយើង apply for trail អញ្ចឹងចូលមកដល់ចំណុចនេះគឺយើងឃើញលេខ20នេះគឺជាចំនួនដែលយើងអាច generate បានក្នុងមួយថ្ងៃអញ្ចឹងបើយើងចង់ generate បានច្រើនជាងហ្នឹងគឺយើងកាត់ហើយយើងបង្កើត account ថ្មីបានច្រើនទៅគឺវាបានច្រើនទៅតាមហ្នឹងតែអញ្ចឹងឧទាហរណ៍ថាខ្ញុំមានរូបនៅក្នុង Pinterest មួយអញ្ចឹងខ្ញុំ save វាមក save image មកយើងដាក់នៅលើ desktop ទៅដើម្បីងាយរកតមកទៀតគឺខ្ញុំចូលមកកាន់ website Tencent ហ្នឹងវិញហើយយើងចុចកន្លែងនេះយក upload កន្លែងហ្នឹងគឺ upload ហើយយើងចុចទៅលើរូបដែលយើងបាន save វិញហ្នឹងមកតមកខ្ញុំយកចំណុច generate geometry box texture នេះហើយតមកយើងយកមក 1.5m បានន័យថា 1.5 លានអញ្ចឹងខ្ញុំចុចយក generate មកអញ្ចឹងគឺយើងឃើញថាគឺគេកាត់យើងមួយពិន្ទុយើងអាចនិយាយថាពិន្ទុចុះហ្នឹងអញ្ចឹងក្នុងមួយថ្ងៃគឺគេឲ្យ20ហើយនេះគឺជានាទីដែល website នឹង generate ឲ្យយើងជារូបភាព 3D អញ្ចឹងបន្ទាប់ពីយើងរងចាំមកស្ទុះហើយគឺវានឹង load ចេញរូបភាពបែបនេះមកហើយអញ្ចឹងគឺវាងាយមែនតើហើយបន្តមកទៀតយើងចុច generate texture មួយទៀតមកបាទអញ្ចឹងបន្ទាប់ពីយើង generate ហើយគឺយើងអាច download យកមកប្រើប្រាស់បានហើយអញ្ចឹងនៅពេលដែលយើង generate material ហើយគឺវានឹង load file ច្រើនឲ្យយើង download ប៉ុន្តែបើសិនជាយើងអត់ generate ទេគឺវាមាន file នេះមួយយើង download ទេអញ្ចឹងខ្ញុំ download obj file ហើយខ្ញុំចុចពាក្យ download មកអញ្ចឹងវានឹង load ទៅទីតាំងរបស់យើងដែលយើងចង់ដាក់អញ្ចឹងខ្ញុំដាក់នៅលើ desktop ចុះអញ្ចឹងនេះជា file zip ដែលយើងបាន download មុនហ្នឹងយើងមកស្ដាំមកហើយ extract វាមក extract file ទៅដើម្បីឲ្យវានៅក្នុង folder តែមួយបើសិនជាយើងអត់ extract file ទេគឺវានឹងរត់ខ្ចាយពីហ្នឹងហើយអញ្ចឹងនេះគឺជា object ដែលយើងត្រូវ import ចូលទៅក្នុង SketchUp ហើយយើងបើក SketchUp របស់យើងមកអញ្ចឹងយើងប្រើ plugin មួយឈ្មោះថា Skim ដើម្បី import ពី 3D មួយហ្នឹងចូលមកក្នុង SketchUp អញ្ចឹងខ្ញុំចុចលើនឹងមួយហើយខ្ញុំទៅទីតាំងដែលយើងទុក file មួយហ្នឹងអញ្ចឹងខ្ញុំយក obj ក៏ទៅ obj បន្តមកទៀតគឺខ្ញុំប្រើຂະຫນាត់ម៉ែត្រខ្ញុំយកຂະຫນាត់ម៉ែត្រដោយសារຂະຫນាត់មីលីម៉ែត្រវាទូចពេកនៅពេលដែលវាទូចគឺយើង import ទៅកន្លែងខ្លះគឺវាអត់ឲ្យរូបភាពរបស់យើងទេដោយសារ face វាទូចខ្លាំងអញ្ចឹងយើងប្រើຂະຫນាត់ម៉ែត្រហើយខ្ញុំដោះ texture ដោះ smooth ចេញទៅមកកន្លែងនេះគឺយើងអាចទាញទៅតាមចំណង់ចំណូលចិត្តរបស់យើងបានយើងចង់បាន smooth ប៉ុណ្ណាអញ្ចឹងបើយើងដាក់ 7.4% នេះបានន័យថាវាអត់សូវ smooth ទេប៉ុន្តែវាដើរលឿនវាអត់សូវគាំងនៅពេលដែលយើងប្រើប្រាស់ជាក់ស្ដែងឧទាហរណ៍ថាខ្ញុំចង់បាន 10% ខ្ញុំវាយ 10% ទៅឬបើយើងចង់បាន 100% ពេញក៏បានដែរប៉ុន្តែស៊ីសងលើការប្រើប្រាស់របស់យើងដែរតើវាអាចអូសរួចអត់អញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំ click ពី import នេះមកអញ្ចឹងនេះគឺជារូប 3D ដែលយើងទទួលបានគឺងាយស្រួលខ្លាំងហ្មងយើងអត់ចាំបាច់អង្គុយគូរយូរចំណាយពេលច្រើនដូចពីមុននេះឥឡូវ